ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំថ្ងៃនេះមកនិយាយពីរឿងកូនសិស្សខ្ញុំប្រវត្តិកូនសិស្សខ្ញុំដែលឈប់រៀនណាឈប់រៀនដោយសារគាត់រៀនអត់ចូលហើយចឹងគាត់ឈប់រៀនទៅក្នុងជីវិតគាត់នឹងវាមានបញ្ហាច្រើនពេកការដែលគាត់រៀននៅជាមួយខ្ញុំនឹងគឺរៀនថ្នាក់ទី8ហើយពេលថ្នាក់ទី8ហ្នឹងគឺគាត់អាយុ18ឆ្នាំហើយមករស់នៅជាមួយមីងដល់ពេលដែលរៀនម៉ោងខ្ញុំនឹងគាត់ដូចថាអត់សូវទៅសេអសដល់ហៅឲ្យទៅសេក៏ទៅសេទៅពេលខ្លះក៏ទៅសេពេលខ្លះក៏អត់ទៅសេហើយពេលខ្លះសុំចេញទៅក្រៅដល់សុំចេញក្រៅអញ្ចឹងពេលដែលសុំចេញខ្ញុំក៏ដើរតាមមើលថាចង់ដឹងថាគាត់ទៅធ្វើអីនៅណាអញ្ចឹងណាដល់ពេលខ្ញុំតាមមើលទៅចេញមកអង្គុយនៅបង់ហើយធ្វើមុខស្ងួតអង្គុយសញ្ជប់សញ្ជឹងមើលមេឃមើលផ្កាយអីចឹងណាហើយដែលខ្ញុំតាមមើលគាត់នឹងដោយសារខ្ញុំខ្លាចថាកូនសិស្សធម្មតាខ្លាចពេលចេញមកដើរទៅថ្នាក់អ្នកនេះទៅរកអ្នកនេះរកអ្នកនោះទៅហៅគេចេញមកអីអញ្ចឹងឲ្យអត់រៀនដែរអីអញ្ចឹងខ្ញុំខ្លាចអញ្ចឹងខ្ញុំក៏តាមមើលដល់តាមមើលឃើញអញ្ចឹងហើយពេលដែលចូលវិញខ្ញុំសួរថាចុះមិនបានពេលដែលរៀនមិនក៏សុំអ្នកគ្រូចេញមកក្រៅអញ្ចឹងថាខ្ញុំរៀនអត់ចូលទេអ្នកគ្រូតែហើយខ្ញុំក៏សួរទៀតថាចុះមូលហេតុអីបានរៀនមិនចូលគាត់ថាចាំទៅដល់ផ្ទះចាំគាត់ឆាតប្រាប់ខ្ញុំទៅពេលមកដល់ផ្ទះក៏ខ្ញុំឆាតទៅម៉ោង6ម៉ោង7អញ្ចឹងណាល្ងាចខ្ញុំសួរថាចុះថាប្រាប់អ្នកគ្រូថាមូលហេតុដែលរៀនមិនចូលហ្នឹងមូលហេតុអីប្រាប់អ្នកគ្រូមកគាត់ក៏ឆ្លើយថាខ្ញុំរៀនមិនចូលទេអ្នកគ្រូខ្ញុំរៀនមិនចូលទេអ្នកគ្រូដោយសារខ្ញុំជាក្មេងកំព្រាប៉ាម៉ាក់ខ្ញុំលែងគ្នាតាំងពីខ្ញុំអាយុ7ឆ្នាំហើយខ្ញុំរស់នៅជាមួយប៉ាម៉ាក់ទៅនៅកន្លែងផ្សេងខ្ញុំរស់នៅជាមួយប៉ាហើយនឹងយាយហើយនឹងមីងហើយនឹងប្អូនដល់ពេលខ្ញុំនៅជាមួយប៉ាបាន3ឆ្នាំប៉ាឈឺប៉ាធ្វើទាហានហើយឈឺហើយក៏ស្លាប់ទៅហើយថ្ងៃដែលប៉ាស្លាប់គឺថ្ងៃដែលម៉ាក់ភ្ជាប់ពាក្យប្តីថ្មីពេលប៉ាស្លាប់ហើយខ្ញុំមករស់នៅជាមួយមីងពូមីងនៅឯភ្នំពេញហើយក៏មកចូលរៀននឹងខ្ញុំសុំហៅអ្នកខ្ញុំសុំហៅអ្នកគ្រូថាម៉ាក់ផងពេលហ្នឹងទឹកភ្នែកខ្ញុំមិនដឹងថាមកពីណាទេបងប្អូនអាណិតខ្លោចចិត្តហើយខ្ញុំក៏ឆ្លើយថាហៅបានមិនអីទេម៉ាក់ក៏អាណិតស្រឡាញ់កូនដែរហើយអញ្ចឹងយើងក៏ហៅគ្នាម៉ាក់កូនរហូតមកខ្ញុំតែងតែណែនាំគាត់ថាឲ្យខិតខំរៀនសូត្រឲ្យឈប់សុំចេញអីចឹងទៀតណាខំរៀនប្រមូលអារម្មណ៍រៀនហើយគាត់នឹងក៏យល់ព្រមដល់ពេលរៀនមកបានកន្លះឆ្នាំប្រាប់ថាម៉ាក់ខ្ញុំសុំឈប់រៀនហើយសួរតែចង់ទៅធ្វើអីថាធ្វើអ្នកបដាល់ហើយខ្ញុំក៏ព្យាយាមខាត់ទៅបានកន្លះឆ្នាំមកដល់ចុងឆ្នាំថ្នាក់ទី8ហ្នឹងក៏សុំឈប់រៀនម្ដងទៀតពេលហ្នឹងខាត់លែងបានព្រោះអីជីដូននៅស្រុកហ្នឹងឈឺហើយចំណែកមីងហ្នឹងថាចពាក់លុយគេចពាក់រឿងខ្ចីទិញថ្នាំទិញម្ហូបអីចឹងណាហើយចពាក់គេទៅគេមកទាដល់ផ្ទះរាល់ថ្ងៃដល់បញ្ហាច្រើនពេកយាយក៏ឈឺមីងក៏ចពាក់លុយគេហើយគេទារហូតចឹងក៏សម្រេចចិត្តថាឈប់រៀនហើយចំណែកខ្ញុំក៏ចង់ជួយដែរប៉ុន្តែខ្ញុំអត់មានលទ្ធភាពបើសិនជាមានខ្ញុំជួយបានពេលហ្នឹងហើយប៉ុន្តែខ្ញុំអត់មានសោះក
គាត់មករៀនរាល់ថ្ងៃខែដែលរៀនព្រឹកអត់ដែរញ៉ាំអីពេលព្រឹកទេមួយថ្ងៃញ៉ាំបាយតែ2 ដងទេគឺពេលថ្ងៃត្រង់ហើយនិងពេលល្ងាចហើយពេលព្រឹកខ្ញុំសួរថាឲ្យលុយទៅទិញអីញ៉ាំសួរថាហេវឲ្យលុយទិញអីញ៉ាំអត់យកទេសួរហេវអត់ហេវទេឲ្យលុយអត់យកទេលើកលែងតែទៅទិញបាយឬក៏ទិញទឹកអីយកមកឲ្យហ្មងបានយកបើថាឲ្យលុយទៅទិញអត់យកទេហើយខ្ញុំបានទិញឲ្យតែម្ដងម្កាលហើយសប្តាហ៍ថ្ងៃហ្នឹងធ្វើការសំណង់ពេលចេញពីធ្វើការទៅផ្ទះហ្នឹងធ្វើការងារផ្ទះមើលប្អូនមើលអីចឹងហើយលុយដែលបានពីធ្វើការសំណង់ហ្នឹងគឺមិនដែលទិញបានអ្វីដែលចង់បានទេគឺផ្ញើទៅយាយផ្ញើទៅមីងនៅស្រុកហើយមានប្អូនម្នាក់ទៀតប្អូនប្រុសដែរក៏ធ្វើការសំណង់ដែរហើយធ្វើការនៅខេត្តកណ្ដាលហើយបងធ្វើការនៅភ្នំពេញគឺបងប្អូននៅបែកគ្នាយាយនៅផ្សេងប្អូននៅផ្សេងខ្ញុំនិយាយអំពីរឿងគាត់ខ្ញុំយំរហូតមកតែថតចប់យំនៅប្រហែលដងវីដេអូនេះដែរខ្ញុំសូមផ្ដាំផ្ញើទៅលោកគ្រូអ្នកគ្រូបើមានសិស្សដែលមានទឹកមុខស្ងួតស្ងាត់អីសូមសួរនាំរកមូលហេតុជាមុនសិនមុននឹងដាក់វិន័យគាត់ផ្សេងហើយសូមបងប្អូនជួយ share វីដេអូនេះឲ្យបងប្អូនក្មួយដែលអត់មានទុក្ខលំបាកអីហើយឪពុកម្ដាយឲ្យតែខំរៀនគឺអត់ខំរៀនទេបើយើងមិនខំរៀនណាគ្មានការងារល្អសម្រាប់យើងទេការងារសំណង់គឺពិបាកខ្លាំងណាស់ក្តៅក៏ក្តៅហត់ក៏ហត់ប្រើកម្លាំងបាយសុទ្ធអត់មានប្រើបញ្ញាទេបើបងប្អូនក្មួយមានឱកាសរៀនហើយខំរៀនទៅកុំធ្វើឲ្យឪពុកម្ដាយខូចចិត្តចំណែកកូនសិស្សអ្នកគ្រូគឺគាត់មិនបានចង់ឈប់រៀនទេដោយសារគាត់មានបញ្ហាច្រើនពេករៀនអត់ចូល